សូមនិទានរឿងមួយដែលមានចំណងជើងថាខ្មោចដើមចេកជ្វាជាយូរលង់ណាស់មកហើយមានគ្រួសារមួយទីទួលក្រពួកគាត់ជាកសិករនារដូវមួយដែលអាកាសធាតុកំពុងរីងស្ងួតឥតមានភ្លៀងធ្លាក់សម្រាប់ធ្វើស្រែចម្ការឡើយបរិះជាប្តីក៏សុំប្រពន្ធទៅរកស៊ីឈ្នួលនៅស្រុកឆ្ងាយក្រោយពេលដែលបរិះនោះចេញទៅផុតស្រុកកំណើតក៏កើតជំងឺអាសន្នរោគពាសពេញស្រុកបណ្ដាលឲ្យអ្នកភូមិទាំងមូលភ័យច្របូកច្របល់ជាខ្លាំងមុនដំបូងជំងឺនេះចាប់ផ្ដើមពីសត្វតូចតាចតែប៉ុណ្ណោះលុះយូរបន្តិចទៅក៏រាតត្បាតរហូតដល់សត្វធំរហូតដល់ជីវិតមនុស្សក្នុងភូមិស្លាប់ជាបន្តបន្ទាប់ឥតមានអ្នកណាជួយអ្នកណាបានឡើយប្រទេសនីមួយមានភាពស្ងាត់ជ្រងំពេលយប់គេឮតែសំឡេងឆ្កែលូនិងពន្លឺភ្លើងចង្កៀងផ្លុងត្រង់នេះមួយត្រង់នោះមួយគួរឲ្យព្រឺក្បាលជាប៉ុនពេកនៅភូមិខ្លះដែលរោគនេះមិនទាន់រាតត្បាតទៅដល់អ្នកនិគមជនបទទាំងនោះក៏ពុំហ៊ានដើរស្វែងរកប្រកបកិច្ចការរហូតដល់ប្រក្តីឡើយមនុស្សទាំងនោះមានអាកប្បកិរិយាស្ងៀមស្ងាត់មានទឹកមុខក្រៀមក្រំនិងស្រពាប់ស្រពោនជានិច្ចនិយាយរកគ្នាទៅវិញទៅមកដោយការខ្សឹបខ្សៀវនិងមិនហ៊ាននិយាយដោយកក្រេតកក្រោតឡើយនាវេលាថ្ងៃមួយនៅពេលដែលជំងឺនេះកំពុងតែកើនឥទ្ធិពលយ៉ាងខ្លាំងក្លាស្រាប់តែមានអ្នកស្រុកម្នាក់មកនិមន្តគ្រូចៅអធិការវត្តទៅចម្រើនព្រះបរិត្តនៅឯផ្ទះរបស់ខ្លួនលុះដល់ពេលវេលាកំណត់អ្នកស្រុកម្នាក់នោះក៏មកទទួលព្រះថេរៈព្រមទាំងភិក្ខុ2អង្គទៅផ្ទះរបស់គេនៅពេលដែលលោកនិមន្តទៅដល់ផ្ទះឧបាសកនោះគេឃើញមានភ្ញៀវយ៉ាងច្រើនគេបាននិមន្តព្រះសង្ឃទាំង3ព្រះអង្គឡើងទៅលើផ្ទះគង់លើអាសនៈយ៉ាងសមគួរគេបានប្រគេនភេទជ្ជៈតែស្ករបរិយតាមទំនៀមទម្លាប់បន្ទាប់មកគេក៏នាំគ្នានមស្ការព្រះរតនត្រ័យរួចអារាធនាព្រះសង្ឃចម្រើនព្រះបរិត្តប៉ុន្តែឧបាសកទូលលោកថាសូមប្រដេជគុណកុំសូត្រធម៌ករណីអីសូមនិមន្តសូត្ររំលងទៅវិបខេតែម្ដងទៅដើម្បីកុំឲ្យយូរពេលព្រះសង្ឃចាប់ផ្ដើមចម្រើនព្រះបរិត្តតាំងពីដើមរៀងទៅរហូតទៅដល់ធម៌ករណីលោកក៏រំលងសូត្រវិបខេតាមពាក្យទាយោគរបស់ឧបាសកតែម្ដងក្នុងខណៈនោះលោកសង្កេតឃើញទាយុទាយិកាសប្បាយរីករាយសើចញញឹមញញែមក្របួចមាត់ក្របួចកគ្រប់គ្នាព្រះថេរៈដើមអាសនៈឆ្ងល់ថាគេសុំកុំឲ្យសូត្រធម៌ករណីឲ្យផ្លាស់ទៅសូត្រធម៌វិរូបខេតែម្ដងឥឡូវសូត្រធម៌វិរូបខេទៅស្រាប់តែគេនាំគ្នាសើចសប្បាយដូចជាផ្លែកព្រះថេរៈនឹកអៀនក្នុងព្រះហឫទ័យខ្លាចក្រែងគិរិះគន់លោកសូត្រធម៌ខុសទើបត្រឡប់មកចាប់ធម៌ករណីវិញលោកទើបតែចាប់ផ្ដើមសូត្របាន3-4ព្រះអស់ស្រាប់តែទាយុទាយិកាដកខ្លួនថយចេញបន្តិចម្ដងរហូតដល់អស់មនុស្សស្ងាត់ឈឹងភ្លើងទៀតក៏រលត់ភ្លើបផ្ទះដែលព្រះសង្ឃគង់នៅត្រឡប់ទៅជាគុម្ពឫស្សីដ៏ក្រាស់រីឯតែស្ករបរិយក៏ប្រែទៅជាដុំខ្ជួងដីខ្សាច់និងកំណាត់ឈើអស់រលីងទើបព្រះសង្ឃភ្ញាក់ខ្លួនថាជាបិសាចប្រែក្រឡាខ្លួនជាមនុស្សមកបន្លំខ្លួនទម្រាំតែញាតិញោមនៅឯវត្តបានដឹងព្រះសង្ឃទាំង3ព្រះអង្គត្រូវដាច់ចង្ហាន់2-3ថ្ងៃឯណោះដោយហេតុនេះហើយទើបចាស់បុរាណលោកតែងតែពោលថាធម៌ករណីនេះធ្វើឲ្យខ្មោចខ្លាចណាស់ឯធម៌វិរូបខេវិញធ្វើឲ្យខ្មោចសប្បាយទៅវិញកាលណាអ្នកស្រុកមិនសូវស្រួលដោយមានជំងឺដង្កាត់ផ្សេងមានអាសន្នរោគឧត្តបាតផងនោះគេតែងតែនិមន្តព្រះសង្ឃចម្រើនព្រះបរិត្តហើយសូមឲ្យលោកសូត្រធម៌ករណីនេះឲ្យបាន7-8ចប់ហើយហាមផ្ដាច់មិនឲ្យព្រះសង្ឃសូត្រធម៌វិរូបខេឡើយដោយមានជំងឺតាមរឿងដូចដែលបានលើកឡើងខាងលើនេះម្យ៉ាងទៀតបុរាណមានជំនឿថាបើយើងទៅណាទៅណីពេលយប់ហើយមានអារម្មណ៍ព្រឺរោមព្រឺស្បែកឲ្យសូត្រធម៌ករណីនេះឲ្យបានជាសំអាងថាខ្មោចមិនហ៊ានលងហើយខ្មោចខ្លាចធម៌ករណីនេះណា
ស្លេះត្រឹមប៉ុណ្ណេះសិននិយាយអំពីបុរសនោះវិញបន្ទាប់ពីទៅរស់ស៊ីមានប្រាក់កាក់សមល្មមហើយក៏វិលត្រឡប់មកស្រុកកំណើតវិញលុះមកដល់ពាក់កណ្ដាលផ្លូវមានគេនិយាយប្រាប់ថាអ្នកឯងទៅភូមិនោះមិនទាន់បានទេព្រោះមនុស្សនៅភូមិអ្នកឯងកំពុងកើតជំងឺអាសន្នរោគស្លាប់អស់ច្រើនណាស់រីឯប្រពន្ធកូនរបស់អ្នកឯងប្រហែលជាស្លាប់ឬយ៉ាងណាក៏មិនដឹងដែរព្រោះឥឡូវអត់មាននរណាម្នាក់ហ៊ានចូលទៅភូមិនោះឡើយដោយបរិះនោះមានសេចក្តីនឹករលឹកដល់ប្រពន្ធកូនខ្លាំងពេកក៏ជជែកដើរទៅផ្ទះរបស់ខ្លួនកាត់កំធ្វើដំណើរទាំងយប់ទាំងសស្លាក់សស្លើតលុះទៅដល់ជិតលំនៅឋានរបស់ខ្លួនមើលទៅឃើញភ្លើងផ្លុងគ្រប់ផ្ទះដូចប្រក់ក្រដីគាត់ត្រេកអរណាស់ហើយនឹកខឹងនឹងអ្នកស្រុកទាំងអស់នោះដែលនិយាយកុហកប៉ុន្តែនៅតាមផ្លូវទៅកាន់ផ្ទះគាត់នឹកសង្ស័យខ្លះដែរចំពោះសភាពស្ងៀមស្ងាត់ខុសប្លែកពីធម្មតាតែគាត់សន្និដ្ឋានថាប្រហែលជាអ្នកស្រុកមិនសូវស្រួលមែនហើយទើបស្ងាត់យ៉ាងនេះលុះទៅដល់របងផ្ទះក៏ស្រែកហៅប្រពន្ធពេលនោះគាត់ក៏ឃើញប្រពន្ធរត់មកទទួលរាក់ទាក់ដោយធម្មតាគ្មានអ្វីគួរឲ្យសង្ស័យឡើយនាងនោះខំប្រញាប់បង្កាត់ភ្លើងដាំបាយឲ្យប្តីបរិភោគប៉ុន្តែនាងហាមប្តីមិនឲ្យចូលទៅបន្ទប់ដេកទេឲ្យប្តីសម្រាកនៅខាងក្រៅសិនប្តីនៅឆ្ងល់នឹងអាកប្បកិរិយាដ៏ចម្លែករបស់ភរិយាណាស់ដោយគាត់សង្កេតឃើញភ្នែករបស់នាងធំលៀនបែបក្រហមហើយក្រលើបក្រឡាប់ខុសពីធម្មតាមិនត្រឹមតែប៉ុណ្ណោះទេថែមទាំងស្អុយក្លិនគម្រងសាកសពចេញពីក្នុងបន្ទប់ដេកទៀតផងធ្វើឲ្យគាត់ចង់ដឹងថាតើមានអ្វីនៅក្នុងបន្ទប់ដេកនេះបានជានាងហាមមិនឲ្យគាត់ចូលទៅគាត់សពគ្រប់ហើយក៏ចេះតែអង្គុយសង្កេតមើលអាកប្បកិរិយារបស់ប្រពន្ធមួយសន្ទុះក្រោយមកក៏ឃើញនាងលៀនអណ្ដាតយ៉ាងវែងរើសវេកដេកជ្រុះនៅលើដីឃើញដូច្នេះប្តីក៏យល់ថានាងពិតជាបិសាចប្រែក្រឡាខ្លួនទៅនឹកឃើញដល់សម្ដីដែលអ្នកភូមិបានប្រាប់នៅតាមផ្លូវពេលឃើញដូច្នោះបរិះនោះក៏ដើរលោបចូលទៅវេកមុងក្នុងបន្ទប់ដេកស្រាប់តែឃើញខ្មោចប្រពន្ធកូនខ្លួនស្លាប់ស្អុយរលួយដង្កូវរូបជ្រេញគាត់ក៏ដើរថយក្រោយមកវិញហើយរិះរោចមកជោបាយដើម្បីរំដោះខ្លួនចេញពីកំណាប់ដៃបិសាចនេះទើបគាត់និយាយទៅកាន់នាងថាសូមអូនដាំបាយឲ្យឆ្អិនឆាប់ទៅបងអស់កម្លាំងណាស់បងសូមចោះទៅនោមមួយផ្លេតថាហើយគាត់ក៏ចោះក្អមមួយនៅក្បែរនោះបង្ហូរលើស្លឹកត្នោតឮដូចសូរមនុស្សនោមមែនទែនបន្ទាប់មកគាត់ក៏លួចរត់បាត់ជើងសព្រាតតម្រង់ទៅអារាមមួយដែលមានលោកគ្រូមួយអង្គចេះមន្តអាគមគាថាខ្លាំងពូកែខាងការពារខ្មោចបិសាចនិងអាបថ្មចំណែកឯនាងបិសាចវិញឮសូរប្តីនោមយូរពេកក៏ឆ្ងល់ខ្លាំងណាស់ទើបនាងដើរទៅមើលគ្រាន់តែឃើញប្តីរត់ទៅផុតនាងក៏រត់ទៅតាមពីក្រោយយ៉ាងលឿនទើបតែជិតតិនចំណែកឯប្តីរត់មិនទាន់បានប្រមាណផងងាកក្រោយក៏ឃើញនាងខ្មោចកំពុងតែដេញតាមពីក្រោយទាំងដឹងខ្លួនថាយើងមិនរួចផុតពីកំដាប់ដៃបិសាចនេះទេទើបស្ទុះឡើងលើដើមបាយម៉ាតមួយដើមដែលនៅក្បែរខ្លួននាងបិសាចមិនហ៊ានទៅជិតដើមបាយម៉ាតនោះទេចេះតែដើរក្រវ៉េក្បែរហើយស្រែកហៅប្តីឲ្យចុះមកបរិះនោះដឹងថានាងបិសាចពិតជាខ្លាចដើមបាយម៉ាតនេះបានជាមិនហ៊ានមកជិតបែបនេះគាត់ក៏កាច់ដើមបាយម៉ាតមួយមេលីសំដៅទៅវត្តអារាមឯនាងជាបិសាចពិតមែនតែមិនហ៊ានចូលទៅជិតបរិះជាប្តីដោយខ្លាចដើមបាយម៉ាតមែនតែនាងនៅតែដើរទៅតាមពីក្រោយរហូតលុះបរិះនោះទៅដល់វត្តរស់នោះក៏រត់ចូលទៅឈប់កណ្ដាលជំនុំសង្ឃដែលកំពុងធ្វើអបអសតកម្មក្នុងវិហារហើយទូលព្រះសង្ឃតាមដំណើរពេលនោះលោកគ្រូដែលជាអ្នកខ្លាំងពូកែខាងអាគមគាថាក៏នាំបរិះនោះទៅក្នុងកុដិរបស់លោកហើយសូត្រមន្តអាគមគាថាហូមព័ទ្ធសីមាយ៉ាងម៉ឺងម៉ាត់ឯនាងបិសាចនោះវិញក៏មិនព្រមទៅណាឆ្ងាយអំពីកុដិសង្ឃនោះដែរពិតមែនតែនាងចូលទៅក្នុងកុដិតាមប្តីមិនបានដោយរបាំងការពារនៃមន្តអាគមខ្លាំងប៉ុន្តែនាងចេះតែក្រវ៉េរោមជោបាយគ្រប់បែបយ៉ាងដើម្បី
ចូលទៅតាមប្តីហើយនៅក្បែរកុដិព្រះធេរៈអង្គនោះមានដើមចេកជ្វាមួយដើមដែលមានធាងតូចចូលទៅត្រង់បង្អួចបើទោះបីជាមន្តអាគមរបស់លោកសង្ឃខ្លាំងពូកែយ៉ាងណាក៏ដោយក៏មិនអាចទប់ទល់នឹងដើមចេកជ្វានេះបានឡើយលោកពាត់សីមាបានតែត្រង់ណាដែលធាងចេកជ្វាមិនបានទៅប៉ះនឹងសម្យាបកុដិប៉ុណ្ណោះចំពោះមួយភាគតូចនៃកុដិរបស់លោកដែលធាងចេកជ្វាទៅប៉ះនឹងកុដិនោះហើយជាឱកាសដ៏ប្រសើររបស់នាងបិសាចនេះនាងបិសាចនោះក៏ឡើងតាមដើមចេកជ្វាឆ្លងកាត់ធាងចូលក្នុងកុដិរបស់ព្រះសង្ឃនោះកាច់កប្តីរបស់ខ្លួនស្លាប់ក្នុងខណៈពេលនោះទៅព្រោះហេតុមានរឿងនិទានដូចនេះហើយទើបចាស់បុរាណខ្មែរយើងមានជំនឿថាហាមប្រាមមិនអោយកូនចៅដាំដើមចេកជ្វាជិតសម្រាប់ផ្ទះព្រោះគេយល់ថាវាដាក់ខ្លួនឯដើមបាយម៉ាតក៏បានជាឱសថសម្រាប់ការពារមនុស្សមួយមុខខ្លាំងពូកែខាងខ្មោចព្រាយបិសាចនិងអាបធ្មប់រហូតមកដល់សពថ្ងៃនេះ